រិះបោស័ព្ទនៅក្នុងស្រុកខ្មែរយើងចំណេះដឹង3 ដងហើយយើងបានរៀនមេរៀនល្អពីបុគ្គលិកក៏ដូចជាលោកគ្រូអ្នកគ្រូដែលមករៀបចំសិក្ខាសាលាអំពីការផ្ដល់ប្រឹក្សាយោបល់យ៉ាងម៉េចដែលមានប្រសិទ្ធភាពហើយជួយឲ្យយើងដែលជាគ្រូគង្វាលជាអ្នកដឹកនាំនឹងមានសមត្ថភាពដែលអាចនឹងផ្ដល់ប្រឹក្សាដ៏មានប្រសិទ្ធភាពហើយនឹងអាចជួយដោះស្រាយបញ្ហារបស់សហគមន៍ក៏ដូចជាក្រុមជំនុំរបស់យើងនឹងតាមរបៀបដែលគេហៅថារបៀបល្អត្រឹមត្រូវដែលមានប្រសិទ្ធភាពដែលអាចជួយគាត់បានខ្ញុំគិតថាអង្គការស៊ីឡូគឺគាត់មានសកម្មភាពនឹងការបណ្ដុះបណ្ដាលចំនៅសេចក្តីត្រូវការហើយជួយដល់គ្រូកង្វៀលនៅតាមក្រុមជំនុំបានល្អយើងបានចែកចាយទៅកាន់ក្រុមជំនុំដែលគាត់មានគ្រួសារហើយគាត់ជួបប្រទះនៅចំណុចបញ្ហាខ្លះៗដែលมันអាចធ្វើឲ្យគ្រួសាររបស់គាត់មានភាពរីករាយបានយើងលើកទឹកចិត្តគាត់ឲ្យរស់នៅរបៀបដែលឲ្យពួកគាត់មានគឺមានភាគរយតិចបំផុតដែលបានស្ត្រីមកចូលរួមប៉ុន្តែយើងនឹងព្យាយាមរកយុទ្ធសាស្ត្រដើម្បីឲ្យស្ត្រីមានការចូលរួមនៅក្នុងភាពជាអ្នកដឹកនាំគ្រាបោស័ព្ទនៅក្នុងស្រុកខ្មែរយើងចំណេះដឹងរបស់ពួកគាត់មានកម្រិតហើយជាជំនឿដែលនៅមានភាពក្មេងខ្ចីអាចបើប្រៀបធៀបទៅនឹងសាសនាផ្សេងៗអញ្ចឹងខ្ញុំគិតថាពួកគាត់ត្រូវការអប់រំទូទៅអប់រំបែបគ្រួសារអប់រំបែបសន្តានាអន្តរជំនឿសាសនាអប់រំទាំងផ្នែកប្រឹក្សាយោបល់អញ្ចឹងឲ្យពួកគាត់នៅក្នុងតំបន់ផ្សេងៗក៏ពិតជាត្រូវការកម្មវិធីរបស់យើងដែរ
ប៉ុន្តែគ្រាន់ថាយើងមានបច្ចុប្បន្នយើងមានធនធានមនុស្សយើងមានកម្រិតធនធានថវិកាយើងមានកម្រិតអញ្ចឹងយើងធ្វើបានតែ5តំបន់គោលដៅយើងក៏ចង់ពង្រីកគោលដៅបន្ថែមទៀតដើម្បីឲ្យឥទ្ធិពលនៃការអប់រំនឹងបានសុសសាយទៅដល់ក្នុងប្រទេសកម្ពុជាទាំងមូល